អ្នកចម្បាំងរបស់ក្រុមហ៊ុន Jethur រចនាបំផុសគំនិតពីរថយន្តប្រណាំង Rally ត្រូវបានដាក់លើជាផ្លូវការជាមួយតម្លៃខ្ទង់$50,000 ក្រុមហ៊ុន Jethur បានដាក់លើជាផ្លូវការនៅរថយន្តដែលទទួលបានការបំផុសគំនិតរចនាតាមបែបរថយន្តប្រណាំង Rally Model Zhonghe G700 Thali Macan Rally Edition នៅពីពណ៌រថយន្តគួងជ័យឆ្នាំ2025ហើយនេះក៏ជាការបង្ហាញខ្លួនជាសកលលើកដំបូងរបស់រថយន្តនេះផងដែររថយន្ត Jethur Rally Edition នេះបានផ្ដល់មកជាមួយជម្រើសពីរប្រភេទផ្សេងគ្នាហើយត្រូវបានដាក់លក់ក្នុងតម្លៃពិសេសចន្លោះពី$47,030 ដល់$49,700ជាមួយរយៈពេលមានកំណត់ខណៈតម្លៃធម្មតាមានតម្លៃចន្លោះពី$55,47 ដល់$53,559ជាមួយគ្នានេះក្រុមហ៊ុន Jethur ក៏បានបញ្ជាក់ថា model ថ្មីនេះរួមបញ្ចូលជាមួយនឹងគ្រឿងបន្លាស់សម្រាប់បើកបរផ្លូវពិបាកជាពិសេសប្រើប្រាស់ក្នុងការប្រណាំងបែប Rally រួមបញ្ចូលជាមួយនឹងបច្ចេកវិទ្យាកម្រិតខ្ពស់នៅក្នុងកាប៊ីនរថយន្តនេះបើយោងតាមការរាយការណ៍របស់ IT Home សម្រាប់ការ design វិញរថយន្ត Jethur G700 Rally Edition រចនាផ្សារភ្ជាប់ជាមួយនឹងរូបរាងខាងក្រៅបំផុសគំនិតពីរថយន្តប្រណាំងបែប Rally របស់ខ្លួនដែលធ្លាប់បានដាក់បង្ហាញនាពេលកន្លងមកត្រូវបានលេងបន្ថែមជាមួយនឹងពណ៌ក្រហមឆ្អិនឆ្អៅចូលមកជាមួយបលាំងដាស់ការពារតួរថយន្តធ្វើអំពីដែកអាលុយមីញ៉ុមម៉ាញ៉េស្យូមទំហំ5 មីលីម៉ែត្រក្រុមហ៊ុន Jethur ក៏បានបញ្ជាក់បន្ថែមថាបន្ទះដែកការពារនេះគឺស្រាលជាងដែកធម្មតា 15% និងមានភាពរឹងមាំជាង 30% បើធៀបទៅនឹងបន្ទះដែកធម្មតាអាចទ្រទ្រង់កម្លាំងបុករហូតដល់កម្រិត210 MPa និងផ្ដល់មកជាមួយភាពធន់រួមបញ្ចូលជាមួយនឹងការការពារភាពជ្រៅរហូតដល់500%ដែលមិនចាំបាច់លាបថ្នាំការពារឡើយចំពោះរថយន្ត Jethur G700 Rally Edition ក៏បានបំពាក់មកជាមួយប្រព័ន្ធបូមនីត្រូហ្សែនដែលអាចលៃតម្រូវបាន64កម្រិតនិងសម្បកកង់ All-terrain TL មកជាស្រេចសម្រាប់កម្រិតសមត្ថភាពវិញរថយន្តនេះដំណើរការដោយម៉ាស៊ីន Hybrid ចំណុះ 2.0 Turbo អាចផលិតកម្លាំងបាន155 KW ប៉ុន្តែបើដំណើរការរួមគ្នាជាមួយនឹងម៉ូទ័រអគ្គិសនីអាចផលិតកម្លាំងសរុបបានរហូតដល់560 KW ឬស្មើនឹងប្រមាណ750សេសនិងកម្លាំងរមួលសរុប795 Newton meters ចូលមកដល់ផ្នែកខាងក្នុងរថយន្តនេះបានបំពាក់មកជាមួយអេក្រង់ទំហំ 35.4 អ៊ីងដំណើរការដោយប្រព័ន្ធជំនួយការបើកបរ Huawei Qiankun A-4 គាំទ្រដោយឧបករណ៍ចាប់សញ្ញាចំនួន27គ្រាប់ចំពោះកៅអីរបស់រថយន្តនេះជាប្រភេទកៅអីស្បែករួមបញ្ចូលជាមួយនឹងមុខងារម៉ាស្សា8ចំណុចខ្យល់ចេញចូលមុខងារកម្ដៅនិងមុខងារទ្រជើងផងដែរបើក្រឡេកទៅមើលទំហំរូបរាងនៅផ្នែកខាងក្រៅរថយន្ត Jethur G700 Rally Edition មានប្រវែងតួខ្លួនសរុប5198 មីលីម៉ែត្រទទឹង2050មីលីម៉ែត្រកម្ពស់1956មីលីម៉ែត្រនិងមានប្រវែងកំណេកកង់មកក្រោយ2870មីលីម៉ែត្រជាមួយទំហំរូបរាងប៉ុណ្ណេះវាធ្វើឲ្យរថយន្តនេះស្ថិតក្នុងចំណោមរថយន្តប្រណិត SUV Luxury Off-road ដែលផ្អែកលើសុវត្ថិភាពនិងការរចនាផ្នែកខាងក្នុងរបស់វាគួរបញ្ជាក់ផងដែរចាប់តាំងពីការដាក់លក់ជាសកលនៅថ្ងៃទី19ខែតុលាក្រុមហ៊ុន Jethur បានបញ្ជាក់ថារថយន្ត G700 ទទួលបានការបញ្ជាទិញទុកមុនសរុបចំនួន22,372គ្រឿងនៅទូទាំងពិភពលោកដែលក្នុងនោះរថយន្តចំនួន1529គ្រឿងគឺទទួលបានការបញ្ជាទិញទុកមុនសម្រាប់ទីផ្សារក្រៅប្រទេស